ចាអ្នកខ្ញុំសូមធ្វើការអធិប្បាយបន្តទូកលេខរៀងទី82ដែលកំពុងតែធ្វើការអមប្រណាំងយ៉ាងស្រួលស្រាយចិត្តចាប់យោងកងព័ន្ធទី2មកហើយនេះទេពពេជ្រកុមារមហាពិភពគុណចាស្ថិតនៅក្នុងវត្តទេពរាំងសីព្រៃកតេនឧបត្ថម្ភពីសំណាក់ឯកឧត្តមនេះឧត្តមសេនីយ៍សៅសុខាចាឯកឧត្តមលោកបានឧបត្ថម្ភទេពពេជ្រកុមារមហាពិភពគុណរីឯខ្សែទឹកខាងក្រៅទូកដែលមានឈ្មោះថាពុទ្ធសបាទីសុកសែនជ័យកំពុងតែមានប្រៀបជាងបន្តិចបន្តួចហើយចាបង្ហួតជួយគ្នាពេលដែលឆ្លងផុតកងព័ន្ធទី2ឃើញថាខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ថ្លាទុំមួកសហាក់ដូចជាមានព្រៀបក៏ប៉ុន្តែបាទខ្សែទឹកខាងក្នុងដែលមានឯកសណ្ឋានពណ៌បៃតងចុងចង្វាពណ៌សកំពុងតែបន្ថែមល្បឿនហើយយ៉ាងម៉េចទៅហើយតើនេះទីប្រវត្តិគៀកមែនទែនមហាពិភពគុណទៅពេលនេះឃើញថាអត់តើនេះចាំមើលតិចសិនអត់តើនេះតន់ទេឃើញថាពុទ្ធសបាទីសុកសែនជ័យបារមីតេជោចាពុទ្ធសបាទីសុកសែនជ័យជាទូកដែលទទួលបានការឧបត្ថម្ភពីសំណាក់ឯកឧត្តមជាវណ្ណដេត3ខ្ទង់ចា3ខ្ទង់ឈ្នះ3ខ្ទង់មកជាមោទនភាពណាស់សម្រាប់គូទី81ដែលបទុមបផាបានទទួលជ័យជំនះចាទេពពេជ្រកុមារមហាពិភពគុណកាលពីជើងទី1នោះចាញ់បងម៉ាសាហើយចាញ់បងទៅលើទូកដែលមានឈ្មោះថាពុទ្ធសបាទីសុកសែនជ័យចាឥឡូវនេះឃើញចាឥឡូវនេះហាក់ដូចជាខ្សែទឹកខាងក្នុងដែលបដូរមកនៅខ្សែទឹកខាងក្នុងនៅតែមានព្រៀបវិញចារបងឯកឧត្តមជាវណ្ណដេតនិងឯកឧត្តមនួនសុផលនៅតែឈ្នះព្រៀបបាទឃើញថាខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងកាលជើងទី1នៅក្រៅគាត់ឈ្នះដែរចាឥឡូវមកខ្សែទឹកខាងក្នុងឈ្នះទៀតតែឈ្នះដដែលអញ្ចឹងពុទ្ធសបាទីសុកសែនជ័យបារមីតេជោដែលអញ្ជើញមកពីខេត្តតាកែវនៅតែទទួលជ័យជំនះទាំងពីរ